ជំរាបសួររីករាយស្វាគមន៍មកកាន់ Channel របស់ខ្ញុំថ្ងៃនេះខ្ញុំមានវីដេអូថ្មីសម្រាប់ចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាទស្សនាពីរបៀបធ្វើមីសួរទឹកកាពិសាច់ត្រីហើយនេះដែរបងប្អូនជាគ្រឿងផ្សំដូចជាបន្លែហ្នឹងបងប្អូនហើយចំណែកនេះដែរបងប្អូនសាច់ត្រីនិងជើងមាន់ហើយឈាមមាន់អញ្ចឹងណាបងប្អូនហើយចំណែកនេះគ្រឿងផ្សំរបស់យើងហើយនេះដែរបងប្អូនម្ទេសហើយនេះបងប្អូនល្ពៅបន្លែផ្អែមរបស់យើងសម្រាប់ដាក់ក្នុងទឹកស៊ុបហើយចំណែកនេះដែរក្រូចឆ្មាបងប្អូនដែលយើងបានហាន់រួចហើយចំណែកនេះមីសួរបងប្អូនដែលខ្ញុំបានត្រាំទឹកទុកឲ្យទន់ណាហើយចំណែកនេះដែរបងប្អូនមានដូចជាកាពិហើយនេះដែរបងប្អូនអំពិលទុំហើយចំណែកនេះដែរបងប្អូនមានដូចជាប៊ីចេងហើយនឹងស្ករសអញ្ចឹងណាបងប្អូនឥឡូវបងប្អូនជាដំបូងយើងធ្វើការដាក់ដាំទឹកឲ្យពុះទៅបងប្អូនដើម្បីយើងឲ្យធ្វើការជ្រុំពិលឥឡូវទឹកបានពុះហើយបងប្អូនឥឡូវខ្ញុំធ្វើការដាក់អំពិលទុំដើម្បីជ្រុំវាក្នុងឆ្នាំងហ្នឹងឲ្យវាចេញសាច់បងប្អូនហើយសម្រាប់អំពិលទុំនេះខ្ញុំបើកភ្លើងឲ្យទឹកពុះចឹងហើយខ្ញុំជ្រុំយកតែម្ដងបងប្អូនដើម្បីឲ្យសាច់អំពិលទុំរបស់យើងហ្នឹងវាបានឆ្អិនល្អចឹងណាបងប្អូនហើយឥឡូវខ្ញុំធ្វើការសកត់វាបែកចេញពីគ្នាចឹងណាបងប្អូនយើងសកត់វាឲ្យបែកសាច់អំពិលទុំនឹងចេញពីគ្នាចឹងណាអាចដាច់ចេញពីគ្រាប់វាណាបងប្អូនហើយយើងសកត់ចឹងទៅហើយវាចេញសាច់ហ្នឹងបងប្អូនហើយនេះដែរបងប្អូនឥឡូវបានរួចហើយខ្ញុំដាក់កូនចានចាក់ចូលកូនចាននេះបងប្អូនហើយចំណែកក្របវានេះគឺខ្ញុំជ្រុំវាថែមឲ្យវាអស់សាច់ហ្នឹងបងប្អូនយើងជ្រុំថែមតិចទៅហើយយើងដាក់កត្រង់ចឹងមកបងប្អូនកុំឲ្យវាមានកាកអីហ្នឹងវាចូលកាកស្បកវាហើយនេះដែរបងប្អូនខ្ញុំបានធ្វើរួចហើយទឹកអំពិលទុំឥឡូវជាបន្តមកទៀតខ្ញុំធ្វើការដាក់ចាក់ទឹកម្ដងទៀតដើម្បីនឹងដាក់កាពិបងប្អូនហើយនេះដែរខ្ញុំដាក់កាពិដើម្បីដាក់វាជ្រុំឲ្យវានេះចឹងបងប្អូនយើងដាក់ជ្រុំវាឆ្អិនណាទឹកកាពិនេះហើយយើងធ្វើការកូរបែបហ្នឹងចឹងណាបងប្អូនយើងសកត់វាបែកសាច់កាពិនឹងអស់ណាបងប្អូនហើយសម្រាប់កាពិបងប្អូនប្រើកាពិធម្មតាក៏បានឬក៏កាពិកែវក៏បានអាស្រ័យតាមចំណូលចិត្តបងប្អូនទាំងអស់គ្នាចឹងណាហើយខ្ញុំមានបន្ថែមនៅគ្រឿងផ្សំដែរបងប្អូនដូចជាស្ករសបន្តិចចឹងណាបងប្អូនដើម្បីកុំឲ្យកាពិយើងនឹងវាមានរសជាតិប្រៃខ្លាំងពេកនេះខ្ញុំដាក់ស្ករសមួយស្លាបព្រាបាយចឹងណាបងប្អូនហើយបន្ទាប់មកខ្ញុំដាក់ប៊ីចេងបន្តិចចឹងណាបងប្អូនដើម្បីយើងដាក់ទៅឲ្យវាមានរសជាតិឆ្ងាញ់ណាបងប្អូនកុំឲ្យកាពិយើងនឹងវាប្រៃខ្លាំងហើយយើងដាក់យករសជាតិល្មមកុំឲ្យវាប្រៃខ្លាំងពេកទេបងប្អូនឥឡូវគឺតាកាពិយើងបានជ្រុំរួចហើយបងប្អូនឥឡូវខ្ញុំធ្វើការចាក់ដាក់កូនចានបងប្អូនយើងចាក់ដាក់កូនចាននេះទុកមួយឡែកសិនទៅគឺរួចហើយឥឡូវបន្តមកទៀតបងប្អូនខ្ញុំធ្វើការចាក់ទឹកចូលដើម្បីនឹងធ្វើទឹកស៊ុបនេះដែរបងប្អូនហើយសម្រាប់ទឹកនេះខ្ញុំដាក់រៀងច្រើនដែរបងប្អូនព្រោះអីយើងត្រូវការស៊ុបមួយមីសួរទៅគឺវាចុះទឹកដែរបងប្អូន
នេះយើងដាក់គ្រឿងផ្សំយើងចូលមកមានកូនស្គ្រីដីហើយនឹងខ្ជាយហើយនឹងល្មៀតអីហ្នឹងមើមខ្ទឹមហ្នឹងបងប្អូនយើងធ្វើទឹកស៊ុបរបស់យើងបន្តមកទៀតខ្ញុំដាក់ត្រីចូលហើយបន្តមកខ្ញុំដាក់ល្ពៅអញ្ចឹងបងប្អូនសម្រាប់ដាក់ឲ្យវាមានរសជាតិបន្ថែមទៀតអញ្ចឹងបងប្អូនអាបន្លែផ្អែមហ្នឹងតោះមកខ្ញុំដាក់ជើងមាន់ចូលបងប្អូនហើយខ្ញុំធ្វើការដាក់រំងាស់ទឹកស្លនេះអញ្ចឹងណាតោះមកខ្ញុំធ្វើការផ្សំគ្រឿងមានដូចជារ៉ឺឌីអញ្ចឹងបងប្អូនយើងធ្វើការផ្សំគ្រឿងឲ្យហើយទៅហើយបន្តមកទៀតមានដូចជាប៊ីចេអញ្ចឹងណាបងប្អូនហើយនេះដែរបងប្អូនយើងដាក់ស្ករសទៅហើយបន្ទាប់មកមានដូចជាអំបិលអញ្ចឹងណាបងប្អូនហើយយើងធ្វើការរំងាស់ចោលចំនួន15នាទីអញ្ចឹងណាបងប្អូនដើម្បីទឹកស៊ុបរបស់យើងវាមានរសជាតិឈ្ងុយឆ្ងាញ់អញ្ចឹងបងប្អូនតោះមកយើងបន្ថែមទឹកត្រីតិចទៅហើយឥឡូវនេះគឺថាទឹកស៊ុបរបស់យើងបានឆ្អិនហើយបងប្អូនឥឡូវខ្ញុំធ្វើការដួសកាកនឹងចេញអស់បងប្អូនដូចជាជើងមាន់នេះយើងដួសទុកក្រៅមួយឡែកសិនណាបន្ទាប់ពីយើងបានរំងាស់ចំនួន15នាទីហើយទឹកស៊ុបរបស់យើងបងប្អូនហើយនេះដែរយើងធ្វើការដាក់ឈាមមាន់ចូលទៅបងប្អូនយើងដាក់ស្ងោរចំនួន1ពុះអីចឹងទៅបងប្អូនស្ងោរវាឲ្យវាឡើងពុះមកលើអស់មកគឺថាវាឆ្អិនហើយបងប្អូនហើយសម្រាប់ទឹកស៊ុបនេះដែរបងប្អូនចង់បន្ថែមនៅដូចជាបកាយឺបន្ថែមទៀតក៏បានដែរតាមចំណូលចិត្តបងប្អូនទាំងអស់គ្នាទៅតែនេះខ្ញុំធ្វើដាក់គ្រឿងតែប៉ុណ្្នឹងទេបងប្អូនឥឡូវឃើញថាទឹកស៊ុបរបស់យើងថាបានឡើងពុះកជ្រោលហើយបងប្អូនគឺថាឈាមមាន់នេះក៏វាឆ្អិនដែរប៉ុណ្ណឹងបងប្អូនហើយឥឡូវយើងមកធ្វើការចាក់ទឹកដាំដើម្បីនឹងស្រោះមីសួរបងប្អូនព្រោះទឹកស៊ុបរបស់យើងគឺបានធ្វើរួចអស់ហើយឥឡូវបន្តមកខ្ញុំធ្វើការដាក់មីសួរនេះដើម្បីស្រោះវាបងប្អូនយើងស្រោះវាអត់ទន់ណាបងប្អូនស្រោះវាយើងដាក់កន្លែងអញ្ចឹងទៅហើយយើងស្រោះមកផ្លែតអញ្ចឹងទៅឲ្យវារីកណាបងប្អូនហើយសម្រាប់មីសួរនេះមុននឹងយកមកដាក់យើងមុននឹងយកមកស្រោះយើងត្រូវតែត្រាំទឹកវា10នាទីចោលបងប្អូនដើម្បីឲ្យវារីកហើយនេះខ្ញុំបានស្រោះរួចហើយបងប្អូនខ្ញុំយកដាក់ចានហើយបន្ទាប់មកខ្ញុំរៀបចំដាក់បន្លែចូលបងប្អូនខ្ញុំធ្វើការដាក់បន្លែចូលហើយសម្រាប់បន្លែនេះបងប្អូនស្រោះវាមកត្រឡប់ក៏បានឬក៏បងប្អូនដាក់វាទាំងស្រស់ចឹងក៏បានដែរអាស្រ័យតាមចំណូលចិត្តបងប្អូនទាំងអស់គ្នាហើយតមកយើងរៀបចំដាក់ដូចជាជើងមាន់ហើយនឹងយើងបេះសាច់ត្រីដាក់រៀបចឹងណាបងប្អូនហើយមានដូចជាបន្លែផ្អែមរបស់យើងហ្នឹងមានដូចជាល្ពៅមានអីហ្នឹងយើងដាក់ចូលមកហើយនេះដែរបងប្អូនយើងធ្វើការរៀបដាក់ចូលមកហើយយើងធ្វើការដួសទឹកស្លរបស់យើងចូលមកបងប្អូនទឹកស៊ុបរបស់យើងហ្នឹងនេះយើងធ្វើការដួសដាក់ចានមកទឹកស៊ុបនេះយើងដាក់ឲ្យរៀងលិចបន្តិចទៅបងប្អូនទៅបានយើងកូរច្បល់ទៅល្មមហើយឥឡូវយើងមកធ្វើការលាយនៅទឹកកាពិរបស់យើងឥឡូវខ្ញុំធ្វើការដាក់ទឹកកាពិចូលចំនួន2ស្លាបព្រាអញ្ចឹងណាបងប្អូនហើយបន្តមកទៀតខ្ញុំដាក់ទឹកអំពិលទុំហើយបន្ទាប់មកមានដូចជាក្រូចឆ្មាហ្នឹងខ្ញុំដាក់បន្ថែមមួយចំណិតទៀតអញ្ចឹងណាបងប្អូន
ហើយមានដូចជាម្ទេសហ្នឹងយើងដាក់តាមចំណូលចិត្តទៅបងប្អូនហើយយើងកូរឲ្យវាចូលគ្រឿងក្រៅសពអស់ទៅហើយនេះដែរបងប្អូនឥឡូវយើងយកមកដួសដាក់ក្នុងចានរបស់យើងមកគឺថាយើងដួសដាក់ឲ្យមួយឆ្ងាញ់អញ្ចឹងណាបងប្អូនតាមចំណូលចិត្តរបស់យើងហើយសម្រាប់វីដេអូរបស់ខ្ញុំបាទមានតែប៉ុណ្្នឹងទេខ្ញុំបាទសូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាអរគុណ